ឥឡូវយើងតលំហាត់ខរបស់យើងមកអញ្ចឹងខ្ញុំសូមសរសេរប្រធានឡើងវិញលំហាត់ខ limit x ខិតទៅរកដក2នៃ x គីបបូក 3x ការ៉េបូក 2x នៅលើ x ការ៉េដក x ដក 6 ចឹងដោយតែលំហាត់កមុននឹងយើងធ្វើយើងត្រូវជួសវាមកសិនតើវារៀងមិនកំណត់ឬក៏ជារឿងកំណត់ធម្មតាចឹងដើម្បីដឹងថាវារៀងមិនកំណត់ឬអត់យើងគ្រាន់តែចំនួនមកចឹងបើសិនជាយើងចំនួន x ស្មើដក2ចូលទៅក្នុងអានុគមនេះមកចឹងយើងបានដក2ស្វ័យគុណ3បូក3គុណនឹងដក2ស្វ័យគុណ2បូកនឹង2គុណនឹងដក2នៅលើដក2ស្វ័យគុណ2ដកទៅនឹងដក2ដក6យើងតមកទៀតបានដក2ស្វ័យគុណ3អញ្ចឹងដក2ស្វ័យគុណ3វាស្មើទៅនឹងដក8ដក2ស្វ័យគុណ2វាស្មើទៅនឹង4គុណនឹង3បាន12អញ្ចឹងបូក12 2គុណនឹងដក2បានដក4ដក2លើជាការ៉េបាន4ដក2គុណនឹងដក1បានបូក2ដក6អញ្ចឹងស្មើតមកទៀតមកអញ្ចឹងយើងបានដក8បូក12វាស្មើទៅនឹង4អញ្ចឹងបាន4ដក4នៅលើ6ដក6អញ្ចឹងស្មើ0នៅលើ0អញ្ចឹងយើងគិតថា limit នេះមានរាង0លើ0ជារាងមិនកំណត់ឥឡូវយើងដឹងហើយថា limit នេះមានរាងមិនកំណត់0លើ0អញ្ចឹងជំហានបន្ទាប់យើងត្រូវគិតថាតើដើម្បីដោះស្រាយ limit រាង0លើ0យើងត្រូវធ្វើម៉េចអញ្ចឹងដើម្បីដោះស្រាយ limit រាង0លើ0យើងត្រូវដាក់ភាគយកនិងភាគបែងជាផលគុណកតារួចសម្រួលកតាដែលដូចគ្នាចោលដែលនៅភាគយកនិងនៅភាគបែងហ្នឹងអញ្ចឹងដោយសារតែភាគយកពេលដែលយើងចំនួនដក2ចូលទៅយើងឃើញថាវា0អញ្ចឹងមានន័យថាពេលដែលយើងដាក់ជាផលគុណកតាវាច្បាស់ជាមានកតា x បូក2នៅក្នុងហ្នឹងហើយអញ្ចឹងដើម្បីដាក់ជាផលគុណកតានៅពេលយកហ្នឹងយើងអាចចែករូបធាតុដូចលំហាត់កមកអញ្ចឹងតមកទៀតយើងចែកមកបានយើងដាក់ប្រធានដាក់ពេលយកមកអញ្ចឹងយើងបាន x គីបបូកទៅនឹង 3x ការ៉េបូកទៅនឹង 2x ចែកទៅនឹង x បូក2អញ្ចឹងកន្លែងនេះយើងត្រូវចំណាំថាបើសិនជា x ខិតទៅរកដក2យើងត្រូវចែកជាមួយនឹង x បូក2អញ្ចឹងតំណាងចែកមាន x ស្វ័យគុណ3អញ្ចឹងយើងចែកហ្នឹងគឺយើងព្យាយាមដាក់លេខមិននៅផលចែកហ្នឹងគុណជាមួយនឹងតួចែកដើម្បីឲ្យបានគណនាជាមួយនឹងតំណាងចែកហ្នឹងលុបបំបត្តិគឺលុបបំបត្តិពីដឺក្រេតធំជាងគេហ្នឹងទៅបន្តទៅអញ្ចឹងយើងអាចដាក់បាន x ការ៉េអញ្ចឹង x ការ៉េគុណនឹងអីទៅបាន x គីបអញ្
chẳng x kịpពេលដែលយើងគុណជាមួយមានន័យថាពេលដែលយើងយកផលចែកហ្នឹងគុណជាមួយទៅនឹងតួចែកឃើញប្រមាណបោះមកតំណាងចែកយើងត្រូវដូរសញ្ញាចឹង x ក្រែនេះគុណនឹង x បាន x គីបចឹងយកមកដាក់នេះមកបានដក x គីប x ក្រែគុណនឹង2បាន 2x ក្រែចឹងយកមកដាក់ទីនេះគឺបានដក 2x ក្រែតមកទៀតយើងដកមកចឹងអានេះអស់ x គីបដក x គីបអស់ 3x ក្រែដក 2x ក្រែយើងបាន x ក្រែបូក 2x ទម្លាក់មកតមកទៀតយើងឃើញថាមេគុណរបស់ x ក្រែនេះ1អញ្ចឹងយើងដាក់បូក 1ហើយយើងមើលឃើញថាដោយសារតែនេះ x ក្រែហើយយើងមាន x នេះហើយអញ្ចឹងដើម្បីគុណទៅបាន x ក្រែយើងត្រូវគុណនឹងបន្ថែម x អញ្ចឹង x គុណនឹង x បាន x ក្រែយកមកដាក់កន្លែងនេះបានដក x ក្រែ x គុណនឹង2បាន 2x អញ្ចឹងយកមកដាក់កន្លែងតំណាងចែកដក 2x យើងធ្វើប្រមាណវិធីដកហ្នឹងទៅឃើញថាវាស្មើ0នេះ0អស់ហើយអានេះក៏អស់អញ្ចឹងជារួមយើងបានន័យថា x គីបបូកទៅនឹង 3x ការ៉េបូក 2x វាស្មើទៅនឹង x បូក 2 កតាឲ្យ x ការ៉េបូកនឹង x ឥឡូវវាយកយើងបានជាផលគុណកតាហើយចុះវាបែងឥឡូវយើងមើលវាបែងមកវាបែងយើងមាន x ការ៉េដក x ដក 6អញ្ចឹងយើងចង់ចែកពហុធាតុដូចវាយកហ្នឹងក៏បានឬក៏យើងអាចថាបំបែកតួកដាលក៏បានដែរអញ្ចឹងបើសិនជាបំបែកតួកដាលយើងមើលឃើញថាតួកដាលដក x នេះយើងអាចទៅសេមកបានទៅជានេះ x ការ៉េដក 3x បូក 2 ដក 6អញ្ចឹងយើងផ្ដុំវាមកសំតោឡានេះដាក់ x មួយមកអញ្ចឹងយើងបានផ្ដុំទៅបាន x ការ៉េដក 3x ម្ដុំបូកទៅនឹង 2x ដក 6យើងចាប់ x ជាកតាមកអញ្ចឹងបាន x កតាឲ្យ x ដក 3 បូក 2 កតាឲ្យ x ដក 3អញ្ចឹងយើងបានតមកទៀតមកយើងឃើញថា2ដុំនេះនឹងមួយដុំនេះហ្នឹងឃើញថាមាន x ដក 3 ដូចគ្នាអញ្ចឹងយើងអាចចាប់ x ដក 3 ជាកតាមកអញ្ចឹងបាន x ដក 3 កតា x បូក 2អញ្ចឹងយើងអាចដាក់ limit នេះថា limit x ខិតទៅរកដក 2 នៃ x បូក 2 កតា x ការ៉េបូក x នៅលើ x បូក 2 កតា x ដក 3ឥឡូវយើងឃើញថាភាយកនិងភាបែងបានជាផលគុណកតាហើយអញ្ចឹងយើងសម្រួលយើងមើលឃើញថាភាយកមាន x បូក 2 ភាបែងក៏មាន x បូក 2 យើងអាចសម្រួលចោលបានអញ្ចឹងយើងបាន limit x ខិតទៅរកដក 2 នៃអ្វីដែលនៅសល់គឺ x ការ៉េបូក x នៅភាយកហើយ x ដក 3 នៅភាបែងអញ្ចឹងយើងបានមកទៀតឥឡូវវាបាត់រៀង0ទៅ0ហើយអញ្ចឹងយើងចាប់ដើមចំនួនចូលមកអញ្
chẳng bây giờ dân chúng nó đọc pi cho chẳng bàn đọc pi xoay còn pi vô cái nâng đó pi phía bay dân bàn đọc pi đó 7 chẳng smile đọc pi lơ chia cả rẽ dân bàn 4 đó pi nơi lơ đọc pi đọc 7 dân bàn đó 5 chẳng smile 4 đọc pi smile từ nâng pi nơi lơ đó 5 rồi có dân anh sẽ tha chùm lại viết đó pi nơi lơ 5 chẳng lùng hạt kho này chùm lại bảo viết cứ smile đó pi nơi lơ 5